ជំរាបសួរលោកអ្នកគ្រូវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញជូនលោកអ្នកគ្រូពីរបៀបក្នុងការកំណត់បង្ហាញ Windows PowerShell ឬក៏ Windows PowerShell Admin នៅលើ Windows 10 ជាទូទៅបើសិនជាលោកអ្នកគ្រូធ្វើការមកស្ដាប់នៅត្រង់ចំណុច Start លោកអ្នកគ្រូអត់ឃើញមានពាក្យថា Windows PowerShell ឬក៏ Windows PowerShell Admin នោះទេលោកអ្នកគ្រូអាចធ្វើការកំណត់បានដោយគ្រាន់តែមកស្ដាប់លើ Taskbar បន្តមកទៀតសូមលោកអ្នកគ្រូចុចត្រង់ Taskbar Setting សូមរងចាំបន្តិចជំហានបន្តមកទៀតសូមលោកអ្នកគ្រូមើលទៅផ្នែកខាងក្រោមនៅត្រង់ចំណុចនេះបើសិនជាឃើញ Off សូមលោកអ្នកគ្រូចុចមកខាងឆ្វេងនៅត្រង់ចំណុចនេះដើម្បីធ្វើការបើកក្រោយពីលោកអ្នកគ្រូធ្វើការបើកនៅត្រង់ចំណុចនេះរួចហើយលោកអ្នកគ្រូអាចធ្វើការបិទផ្ទាំងនេះបានជំហានបន្តមកទៀតលោកអ្នកគ្រូអាចចូលទៅពិនិត្យមើលបានថាតើលោកអ្នកគ្រូបានកំណត់ Windows PowerShell ឬក៏ Windows PowerShell Admin បានដោយជោគជ័យឬមិនជោគជ័យលោកអ្នកគ្រូគ្រាន់តែមកស្ដាំនៅត្រង់ចំណុច Start បន្តមកទៀតសូមលោកអ្នកគ្រូស្វែងរក Windows PowerShell ឬក៏ Windows PowerShell Admin បើសិនជាលោកអ្នកគ្រូឃើញមានពាក្យ Windows PowerShell ឬក៏ Windows PowerShell Admin នោះបញ្ជាក់ថាលោកអ្នកគ្រូបានកំណត់បង្ហាញបានដោយជោគជ័យបាទអរគុណច្រើនចំពោះវីដេអូក្នុងការបង្ហាញពីរបៀបក្នុងការកំណត់បង្ហាញ Windows PowerShell ឬក៏ Windows PowerShell Admin នៅលើ Windows 10គឺមានតែប៉ុណ្្នេះទេបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀត